សូមស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករណ៍នៅបកប្រែដែលមានរៀនវិទ្យាករណ៍ Part of Speech វិទ្យាករណ៍ Writing Skill វិទ្យាករណ៍ TOEFL បកប្រែសំណេរបកប្រែផ្ទាល់មាត់និងសន្ទនាទូទៅគ្រប់កម្រិតអូខេថ្ងៃនេះខ្ញុំបរៀនសន្ទនាកម្រិតដំបូងបន្តទៀតនៅក្នុង Unit 4 មេរៀនទី4ហ្នឹងណាប៉ុន្តែខ្ញុំបរៀនអំពី topic គេប្រែថាប្រធានបទក៏តែងសេចក្តីអញ្ចឹងការធ្វើ topic ដែលបានល្អគេផ្ដោតទៅលើ3អ្នកនរគ្នាផ្ដោតទៅលើទី1 introduction សេចក្តីដើមទី2 body តួសេចក្តីនិងទី3 conclusion សេចក្តីបញ្ចប់អញ្ចឹងនេះជាចំណងជើងនៃ topic how much you do to escape poverty how much you do to escape poverty តើអ្នកត្រូវធ្វើដូចម្តេចដើម្បីគេចចេញពីភាពក្រីក្រអញ្ចឹងនេះគឺជាប្រធានបទមួយដែលអ្នកនរគ្នាត្រូវរៀបនិយាយជាភាសាអង់គ្លេសហើយការធ្វើ topic បានល្អដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគឺមាន3ទី1 introduction សេចក្តីផ្ដើមអាហ្នឹងអ្នកនរគ្នានិយាយប្រហែលជា30វិនាទីមករៀបខ្មែរឲ្យបាននិយាយអង់គ្លេសអ្នកនរគ្នាណាតែព្រោះយើងធ្វើច្រើនមកហើយ topic ហ្នឹងច្រើនមេរៀនមកហើយអញ្ចឹងយើងចេះធ្វើហើយហ្នឹងហើយចូលទី2ធំគឺ body តួសេចក្តីហ្នឹងវាបែងចែកជាពីរសំខាន់ទី1 advantage គឺប្រែថាគុណសម្បត្តិអញ្ចឹងនិយាយពីគុណសម្បត្តិអំពីភាពក្រីក្រហ្នឹងហើយការគេចចេញពីភាពក្រីក្រហ្នឹងតើវាមានគុណសម្បត្តិអីខ្លះយើងនិយាយមករៀបខ្មែរនិយាយអង់គ្លេសមកណាអាហ្នឹងនិយាយមួយនាទីរីឯទី2 disadvantage ហ្នឹងគុណវិបត្តិនិយាយពីគុណវិបត្តិអំពីភាពក្រីក្រតើភាពក្រីក្រមានគុណវិបត្តិអីខ្លះយើងរៀបខ្មែរហើយនិយាយអង់គ្លេសមកណាអាហ្នឹងមួយនាទីហើយចុងក្រោយទី3ធំ conclusion ហ្នឹងសេចក្តីបញ្ចប់អញ្ចឹងនៅក្នុង conclusion សេចក្តីបញ្ចប់ហ្នឹងយើងនិយាយតែ30វិនាទីមកណាយើងសរុបសេចក្តីមកភាពក្រីក្រនោះនាំមកអីខ្លះរៀបមកហើយរៀបអង់គ្លេសមកណាអូខេពីព្រោះ topic នេះអ្នកនរគ្នាពេលទៅប្រឡងគឺគេចាញ់ហ្នឹងអញ្ចឹងអ្នកនរគ្នាត្រូវហាត់រៀនឲ្យហើយនៅក្នុងអ្វីដែលអ្នកនរគ្នាជាសិស្សរបស់ខ្ញុំនេះត្រូវហាត់រៀនធ្វើវាឲ្យហើយធ្វើឲ្យស្ទាត់ហើយពេលអ្នកនរគ្នាចេញទៅប្រឡងចេញទៅរកការងារធ្វើគេសម្ភាសគឺគេឲ្យនិយាយគឺយើងលើកមកគេសួរមកយើងឆ្លើយតបអត់ពិបាកទេអូខេអញ្ចឹងការធ្វើ topic មានតែប៉ុណ្្នឹងទេព្រោះយើងឆ្លងកាត់ច្រើនវីដេអូហើយចុងក្រោយខ្ញុំជូនដំណឹងតាក់ទងទៅនឹងការលូសភៅខ្ញុំមានលូសភៅវិទ្យាករណ៍ Part of Speech វិទ្យាករណ៍ Writing Skill វិទ្យាករណ៍ TOEFL បកប្រែសំណេរបកប្រែផ្ទាល់មាត់សភៅសន្ទនាកម្រិតដំបូងសន្ទនាកម្រិតខ្ពស់សន្ទនាកម្រិតមធ្យមសន្ទនាទំនាក់ទំនងអ្នកជាតិអន្តរជាតិអីមានទាំងអស់ហើយសភៅផ្សេងទៀតក៏មានដែរគឺខ្ញុំមានច្រើនណាពីបកពីអង់គ្លេសទៅខ្មែរអង់គ្លេសមានទាំងអស់បើអ្នកនរគ្នាមានតម្រូវការចង់ទិញសភៅណាមួយយកទៅប្រើការមួយជីវិតអ្នកនរគ្នាអាចចាក់ចូលមក Telegram របស់ខ្ញុំគឺ09355331ណាអូខេប៉ុណ្ណឹងចុះអ្នកនរគ្នា